អ្នកដែលចង់ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលពេលនេះក្រសួងការងារកំពុងតែជ្រើសរើសពលករសម្រាប់ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលផ្នែកវិស័យកសិកម្មជាបទពិសោធន៍ដែលខ្ញុំធ្លាប់បានទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលរយៈពេល2ឆ្នាំដែរបើសិនជាបងប្អូនបានទៅធ្វើការនៅទីនោះខ្ញុំគិតថាល្អតាក់ទងជាមួយនឹងចំណេះជំនាញអីគឺថាល្អមែនទែនតាក់ទងជាមួយនឹងកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលនេះចំពោះនៅក្នុងប្រទេសអ៊ីស្រាអែលចំពោះការងារកសិកម្មគឺមានច្រើនតាក់ទងជាមួយនឹងគូទឹកដោះតាក់ទងជាមួយនឹងដំណាំបន្លែហើយនឹងតាក់ទងជាមួយនឹងផ្លែឈើដូចជាស្ទ្រូប៊េរីជាដើមគឺគេធ្វើជាកសិដ្ឋានធំនៅទីវាលដូចជាចំការតែម្ដងគឺមិនមែនធ្វើនៅក្នុងហៅស៊ឺទេចំពោះនៅក្នុងហៅស៊ឺក៏មានដែរដូចជានៅក្នុងប្រទេសកូរ៉េនេះអញ្ចឹងគឺមានដូចគ្នាចំពោះនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុន្តែភាគច្រើននៃការធ្វើកសិកម្មរបស់គេនៅក្នុងប្រទេសអ៊ីស្រាអែលនោះគឺភាគច្រើននៃការធ្វើគឺទីវាលធំតែម្ដងហើយចំពោះបទពិសោធន៍ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលនេះខ្ញុំចែកម្លេចទៅកាន់បងប្អូនបើសិនជាបងប្អូនបានទៅធ្វើការនៅទីនោះគឺល្អទី1ប្រាក់ខែខ្ពស់ទី2នោះគឺតកតងជាមួយនឹងចំណេះជំនាញវិស័យកសិកម្មនេះគឺថាចំណេះដឹងនៃការធ្វើកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលគឺល្អការខ្ញុំទៅនោះឆ្នាំទី1ខ្ញុំធ្វើការខាងដំណាំក្រូចហើយចំពោះឆ្នាំទី2ខ្ញុំធ្វើការតកតងជាមួយនឹងគូទឹកដោះខ្ញុំទៅជានិស្សិតហាត់ការទេប៉ុន្តែពេលនេះគឺជាឱកាសល្អសម្រាប់អ្នកដែលចង់ធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលផ្នែកវិស័យកសិកម្មនេះគឺទៅជាពលករតែម្ដងចំពោះរយៈពេលនៃការទៅធ្វើការហ្នឹងខ្ញុំអត់ដឹងច្បាស់ទេគឺទៅជាពលករដឹងរយៈពេលប្រហែលឆ្នាំគឺអត់ច្បាស់ទេបងប្អូនអាចឆាតសួរក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហើយចំពោះអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនបើសិនជាបងប្អូនចង់ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលហើយបានទៅគឺល្អខ្លាំងមែនទែនហើយចំពោះអត្ថភាពអ្នកដែលអាចទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលចំពោះក្រសួងការងារបានបង្ហាញគឺតាក់ទងជាមួយនឹងភាសាអង់គ្លេសបើសិនជាបងប្អូនមានភាសាអង់គ្លេសជាមូលដ្ឋានគឺមានអត្ថភាពច្រើនតែម្ដងជាពិសេសអ្នកដែលមានភាសា Hebrew គឺភាសាអ៊ីស្រាអែលនឹងឯងភាសា Hebrew គឺជាអត្ថភាពច្រើនតែម្ដងចំពោះអ្នកទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលហ្នឹងមួយទៀតតាក់ទងជាមួយនឹងអ្នកដែលធ្លាប់ទៅធ្វើការនៅក្នុងប្រទេសកូរ៉េនេះអ្នកដែលធ្លាប់ធ្វើការនៅក្នុងប្រទេសជប៉ុនខាងវិស័យកសិកម្មហ្នឹងគឺក៏មានអត្ថភាពដែរបើសិនជាបងប្អូនដែលទៅដាក់ពាក្យសម្ភាសជាមួយនឹងក្រសួងការងារបងប្អូនអាចនឹងមានអត្ថភាពច្រើនហើយអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននោះគឺថាបើបានទៅក្នុងប្រទេសអ៊ីស្រាអែលគឺល្អខ្លាំងមែនទែនតាក់ទងជាមួយនឹងវិស័យកសិកម្មនេះហើយបើមានអ្វីដែលចង់ដឹងអំពីប្រទេសអ៊ីស្រាអែលបងប្អូនអាចខមមិនបានខ្ញុំនឹងបង្ហាញនៅបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលនេះរយៈពេល2ឆ្នាំ